สนิทมาทอดไปเคยดิใบกันไล่ปีแคตะแกวสำหรับดำนากำสานจงสัปดาห์จุ่มเรียบซัวปกไม้บงโผนនេះគឺជាចុងសប្តាហ៍របស់ខ្ញុំហើយថ្ងៃនេះដែរខ្ញុំនឹងនាំពុកម៉ែបងប្អូនទៅស្គាល់ទីតាំង3កន្លែងពីខេត្តតាកែវតាមពិតទៅ3កន្លែងនេះខ្ញុំក៏ដែលទៅដែរហើយក៏ជាការ recommend ពីខាង team របស់ពួកខ្ញុំដែលដំណើរកំសាន្តនេះពួកយើងអត់មានណាត់គ្នាទុកយូរទេនិយាយគ្នាពីល្ងាចត្រូវជើងគ្នាក៏ព្រលឹមឡើងជិះទៅតែម្ដងហើយជាចំណុចចាប់ផ្ដើមពួកយើងណាត់គ្នាជួបជុំគ្នានៅរង្វង់មូលគួរស្រូវហើយនេះខ្ញុំរៀងឡែតជាងគេដែរធីមពួកខ្ញុំគេកំពុងតែចាំខ្ញុំតែឯងគេមកជុំគ្នាអស់ហើយនៅតែខ្ញុំទេនេះយើងមានកាយមួយនំមុខដែលគាត់គឺជាម្ចាស់ទឹកដីតែម្ដងហើយពួកគាត់នាំយើងទៅរកបាយព្រឹកថតđấyថតđấyដឹងទេដាក់មកហើយតែយកអាស្រ័យមកតែហើយក្នុងអំឡុងពេលដែលពួកយើងចាំបាយពួកយើងមានជាការនិយាយពីនេះពីនោះនិយាយពីគម្រោងទៅលែងណាមុនហោហែច្រើនណាស់បងប្អូនអើយហើយតែបានជុំគ្នាម្ដងខ្វះទេរឿងនិយាយជីមីជើchắc cái mũi củaគ្នាđã và từ ban làm mớiបងអីទេតែបើណៃមួយទៅម្ដងពីរដងវាធ្វើវាធំល្អវាទៅនេះចូលដល់thôi thôi đọc một vậy đọc này vậy ô thọt cho ba ta về khang nhom đó tại sao nhom thư bình lư ហូបបាយនៅកន្លែងនឹងឆ្ងាញ់បងប្អូនតែខ្ញុំភ្លេចឈ្មោះហាងបាត់ហើយបើបងប្អូនស្គាល់ឈ្មោះហាងជួយ comment ប្រាប់ខ្ញុំផងបន្ទាប់ពីបាយព្រឹកហើយពួកយើងក៏ធ្វើដំណើរបន្តដើម្បីទៅកាន់ទីតាំងហាងកាហ្វេមួយកន្លែងដែលទីតាំងហាងកាហ្វេនោះគឺជាទីតាំងទី1ដែលពួកយើងត្រូវទៅនេះពួកខ្ញុំបានមកដល់ទីតាំងហាងកាហ្វេហើយបងប្អូនមើលទេសភាពរបស់គេគឺតាក់ភ្នែកមែនតើការដេក័រមានទឹកមានអីអូលយបើបងប្អូនបានមកខ្លួនឯងគឺបានឃើញពីទិដ្ឋភាពនឹងថាស្អាតប៉ុណ្ណានេះគឺជាទិដ្ឋភាពខាងក្នុងក្រោយពេលដែលពួកខ្ញុំបានកំងកាហ្វេហើយក៏ពួកយើងអង្គុយចាំកាហ្វេផងថតទេសភាពនៅក្រៅច្បាស់ល្អមួយនឹងភ្លេងតិច relax ទេសភាពនៅនឹងល្អមែនតើបងប្អូនហើយនេះមានជាការស្ដាប់ភ្លេងផងថតពីអំពងមើលសម្រស់ខ្លួនឯងផងបងប្អូនគង់តែឆ្លក់នឹងសម្រស់ខ្លួនឯងហើយឃើញដំណក់ទឹកតក់នេះបងប្អូនកុំច្រឡំភ្លៀងអីអត់ទេនេះគឺជា decor របស់គេនៅពេលថ្ងៃគេមានបាញ់ទឹកពីលើដំបូលដើម្បីឲ្យត្រជាក់ខ្លាចភ្ញៀវក្តៅអញ្ចឹងណាបងប្អូនហើយការធ្វើបែបនេះក៏ជាទស្សនីយភាពមួយដ៏ល្អដែរមើលទៅហាក់បីដូចជាយើងកំពុងញ៉ាំកាហ្វេក្រោមដំណក់ភ្លៀងល្អម្យ៉ាងបងប្អូនសំបីតែផ្លូវទៅបន្ទប់ទឹកគេក៏ស្អាតដែរមិនឲ្យរំលងទៅបន្ទប់ទឹកខ្ញុំដាក់ពី3 clip ចឹងទៅព្រោះវាស្អាតដែរផ្លូវហ្នឹងអូភ្លេចប្រាប់បងប្អូនទីតាំងហាងហ្នឹងឈ្មោះថាខ្ទមកាហ្វេបំបត្តិទុកបងប្អូនមកលេងហ្នឹងគឺបំបត្តិទុករបស់គេមែនគឺ relax បែប relax ហើយគាត់ក៏មានជាម្ហូបកំងដែរបងប្អូនហើយនេះក្រោយពេលដែលពួកយើងញ៉ាំកាហ្វេហើយពួកយើងក៏នាំគ្នាដើរមកជុំពីជុំដើម្បីថតយកទេសភាពស្អាតៗនៅក្នុងកន្លែងហ្នឹងតនីសេ30និយាយមកដល់ទៅបាយប្រួយទេស្ដៅខែងជិះឡើងធ្វើតំណង
ទៅណាដឹងហ៎ទុកទឹកអត់ហើយទេសែនស្រេចហាងបន្ទាប់ពីថតយករូបភាពខាងក្នុងអស់ចិត្តក៏មកដាក់កាមេរ៉ាធ្វើដើរចេញមកខែវតែឯងចឹងទៅដោយសារអត់មានអ្នកថតឲ្យបងប្អូនម្នាក់សុទ្ធតែជាប់ថតរៀងខ្លួនចឹងមានតែដាក់កាមេរ៉ាចោលធ្វើថតតែឯងចឹងទៅហើយនេះទៀតបានតែកាយច្រើនយកគេអើច្រើនហើយកាយនេះវាច្រើនតែវាកន្លែងទៅត្រាំងឈឹកមើលឃើញមុខខែជើងមកជះរៀងនៅ model ចៃរដ្ឋាទេតែខ្ញុំពីរដ្ឋាមកប៉ោះ design ប៉ុន្មានគេទៅលឺអូនេះថតទៅសាប់ឲ្យថតទៅមក បន្ទាប់ពីសម្រាប់នៅហាងកាហ្វេខ្ទង់2ម៉ោងជាងពួកយើងក៏ធ្វើដំណើរបន្តទៅកាន់ទីតាំងបន្ទាប់ហើយទីតាំងបន្ទាប់នោះគឺជាការឡើងទៅលើភ្នំជីសូចឹងសូមបងប្អូនទស្សនាវីដេអូបន្ទាប់ដោយសារវែងពេកបងប្អូនចឹងខ្ញុំក៏កាត់វាជាវីដេអូខ្លីៗមួយផាតមកទៅសង្ឃឹមថាបងប្អូន enjoy ជាមួយនឹងវីដេអូទាំងអស់នេះអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាជួបគ្នានៅវីដេអូបន្ទាប់បាយបាយ